សាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសัตว์ដែលយើងស្រឡាញ់ហើយសัตว์ក៏ស្រឡាញ់យើងកំពុងតែរត់លះលហកហើយស្ទាក់មុខចោលស្ទាក់ក្រោយហ្នឹងចាគ្មាននរណាមួយទប់ទឹកភ្នែកបានទេមានអារម្មណ៍មួយភ្លេចភ្លាំងបុកអានជាងទ្វារហ្នឹងអូចាម៉ាំងឡើងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងតែធ្លុំជាមួយនឹងរឿងថាសឹងស្រាលខ្លួននេះវាទៅបុកអាកញ្ចក់ហ្នឹងសឹងតែបែកខ្ទេចចាជំរាបសួរបងដែរកាលពីម្សិលមិញខ្ញុំបានឃើញវីដេអូមួយដែលចាក់ដោតមែនតើដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាក្តុកក្តួលសូម្បីតែខ្ញុំផ្ទាល់ពេលដែលខ្ញុំឃើញវីដេអូហ្នឹងគឺខ្ញុំនិយាយទៅយំហ្មងហើយខ្ញុំជឿថាបងក៏អារម្មណ៍ឈឺចាប់ជាងពួកយើងទៀតអញ្ចឹងថ្ងៃនេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចង់ដឹងហើយថាមូលហេតុដើមហេតុអីបានអនុស្សាវរីយ៍បងធ្វើការនៅក្នុង30ឆ្នាំតាមខ្ញុំដឹងហើយមើលថែលាក់គីតាំងពីនៅទូចរហូតមកដល់លាក់គីប្រហែលហ្នឹងហើយអញ្ចឹង26ឆ្នាំអញ្ចឹងបងប្អូនក៏មានចម្ងល់ដូចយើងដែរអញ្ចឹងអ្វីដែលខ្ញុំជួបបងនៅថ្ងៃនេះគ្រាន់តែចង់ដឹងចំណុចទុយដែលបងអាចប្រាប់ទៅបងប្អូនថាមូលហេតុអីដែលបងសម្រេចចិត្តក្នុងការចាកចេញពីកន្លែងការងារឲ្យបែកជាមួយនឹងលាក់គីដែលសំណប់ចិត្តរបស់បងបាទខ្ញុំសូមលើកយកចំណុចដែរចាដែលខ្ញុំមិនការងាររបស់ខ្ញុំនិយាយចំខ្ញុំអត់ចង់ចាក់ចេញសូមបីតែប្រព័ន្ធខ្យល់ដែរតែនៅធម្មតាទេយើងនៅក្នុងសកលការងារតែងតែមានបញ្ហាកើតឡើងនិយាយត្រង់ថាអ្វីដែលខ្ញុំដល់ថ្នាក់ចាក់ចេញពីតំបន់នឹងបានគឺមិនអាចទ្រាំទ្រឬក៏វាថាទោះបីខ្ញុំមិនឈប់ក៏គេត្រូវតែបញ្ឈប់ខ្ញុំដែរគេចង់អញ្ចឹងយើងមានតែពីរផ្លូវទេមានតែពីរផ្លូវទេគេបញ្ឈប់ហើយនឹងយើងសុំជប់ខ្លួនឯងបាទអាចឈប់សុំឈប់ដោយខ្លួនឯងក៏ដោយសារតែជារឿងមួយដែលខ្ញុំទឹកចិត្តរបស់ខ្ញុំនេះខ្ញុំមានការខ្វាយខ្វល់ពីរឿងសត្វខ្លាំងពេកបាទខ្វាយខ្វល់ពីរឿងសត្វអត់ចំណីខ្លាំងពេកចាធ្វើឲ្យចរិតរបស់ខ្ញុំនឹងមានអារម្មណ៍មួយក្រៅក្រោកជាមួយនឹងមនុស្សដែលគាត់អត់ខ្វល់ហ្នឹងណាចាបាទអញ្ចឹងដល់ពេលមានបញ្ហានេះកើតឡើងបានធ្វើឲ្យខាងរដ្ឋបាលរដ្ឋបាលមិនមែនរដ្ឋបាលខាងសួនទេគឺរដ្ឋបាលរបស់អង្គការគាត់គិតថាមិនអាចធ្វើការជាមួយគ្នាបានបាទអញ្ចឹងខ្ញុំនិយាយចំដូចខ្ញុំពាក្យនឹងថាអញ្ចឹងគឺគេមិនអាចចង់និយាយថាសុំឈប់និងគេបញ្ឈប់បាទអញ្ចឹងខ្ញុំដោយសារការយោគយល់ខ្ញុំធ្វើការជាមួយនឹងសัตว์យូរដែរអញ្ចឹងគេឲ្យខ្ញុំសុំឈប់តាមសម្រួលអញ្ចឹងគឺនេះគឺគេឲ្យជំរឿសយើងគឺបែបហ្នឹងតែពេលដែលបងទទួលបានអារម្មណ៍បែបហ្នឹងតើបងយល់យ៉ាងម៉េចដែរដែលបងធ្លាប់ថាយើងតស៊ូជាមួយការងារហ្នឹងនឹងក្តីស្រឡាញ់មួយហ្នឹងរយៈពេលអស់30ឆ្នាំនិយាយចំទៅសឹងតែដើរចេញពីក្នុងបន្ទប់ប្រជុំកន្លែងប្រជុំនឹងសឹងថាដើរទៅដោយស្រាលខ្លួនបំផុតហ្មងនៅពេលដែលខ្ញុំចេញទៅខ្ញុំបានធម្មតាខ្ញុំមានអារម្មណ៍មួយភ្លេចភ្លាំងបុកអានជាងទ្វារហ្នឹងអូចាម៉ាំងឡើងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងតែធ្លុំជាមួយនឹងរឿងថាសឹងស្រាលខ្លួននេះវាទៅបុកអាកញ្ចក់ហ្នឹងសឹងតែបែកខ្ទេចចាខាងខ្មែរយើងគាត់ឃើញអញ្ចឹងគាត់ព្យាយាមមកជួយទប់ជួយអញ្ចឹងក៏ប៉ុន្តែគាត់ថាអានេះជាអារម្មណ៍ដែលខ្ញុំមានអារម្មណ៍តាំងពីចាប់ដើមគេនិយាយអញ្ចឹងមកបាទរហូតដល់ក្រោយមកទៀតហ្នឹងគឺខ្ញុំមានអារម្មណ៍មួយគ្រប់ពេលនៅពេលដែលខ្ញុំគិតថាថ្ងៃដល់ថ្ងៃអញជប់ទៅអញយ៉ាងម៉េចចឹងយ៉ាងម៉េចមានបញ្ហាយ៉ាងម៉េចអញទៅធ្វើការអីទៅធ្វើណារយៈពេល30ឆ្នាំមិនធម្មតាណាហើយសំខាន់បំផុតគឺគាត់មានក្តីស្រឡាញ់ជាមួយនឹងលាក់គីខ្លាំងមែនតើអញ្ចឹងអ្វីដែលគាត់សម្រេចចិត្តចាក់ចេញគឺស្មើនឹងគាត់សម្រេចចិត្តចាក់ចេញពីលាក់គីបាទនៅក្នុងវីដេអូដែលគាត់បានឃើញហ្នឹងនិយាយចំទៅពេលហ្នឹងខ្ញុំធ្វើអារម្មណ៍មួយខ្ញុំអត់ចង់ឲ្យអ្នកផ្សេងទៀតដឹងអ្នកកន្លែងហ្នឹងគាត់ដឹងថាខ្ញុំនឹងទឹកភ្នែកចេញណាព្យាយាមទប់អារម្មណ៍ខ្លាំងចាធ្វើមិនឲ្យបានផុតពីកន្លែងហ្នឹងបញ្ចេញមកអស់សាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសัตว์ដែលយើងស្រឡាញ់ហើយសัตว์ក៏ស្រឡាញ់យើងកំពុងតែរត់លះលហកហើយស្ទាក់មុខចោលស្ទាក់ក្រោយហ្នឹងចាគ្មាននរណាមួយទប់ទឹកភ្នែកបានទេពេលដែលបងជិះទៅចេញផុតពីលាក់គីតើអារម្មណ៍របស់បងផុតដួលបែបណានិយាយចំជុំម៉ូតូដើម្បីជុំម៉ូតូយំហ្មងយំឲ្យអស់ចិត្តសិនអូមានកម្មាជាប់នឹងកនជូតទឹកភ្នែកសិន
ចាំដើរទៅមុខទៀតចាំជិះបន្តទៀតចាមូលហេតុអីលាក់គីដឹងថាបងចាក់ចេញខ្ញុំគិតថាអារម្មណ៍សត្វហើយអារម្មណ៍មនុស្សមិនខុសគ្នាក៏ប៉ុន្តែគាត់ថាសត្វមិនចេះនិយាយចានៅពេលដែលខ្ញុំមុនខ្ញុំម្សិលមិញហ្នឹងមុនម្សិលមិញហ្នឹងចាគឺខ្ញុំបានទៅអោបឡាគីចាហើយឡាគីអញ្ចឹងប្រម៉ោយចុះទៅក្រោមអញ្ចឹងទៅហើយធ្វើសភាពមួយហៅថាទុនភ្លុនដោយអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញវាភាពស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងបាទដូចដឹងមុនអញ្ចឹងបាទអារម្មណ៍សោកស្ដាយវាមិនខ្ញុំអត់យល់ទេក៏ប៉ុន្តែត្រង់ថាវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជាមួយចឹងណាអូហើយដល់ពេលចឹងហើយក៏ដួលហើយមិនទេមកដល់ពេលបន្ទាប់នឹងមកគឺខ្ញុំនឹងថាមូលហេតុដែលវារត់តាមគឺដោយសារតែវាដឹងវាជិះនិយាយចំទៅរដងមកវាឃើញម៉ូតូខ្ញុំក៏វារត់តាមដូចគ្នាក៏តែរត់តាមក្នុងនាមថាធម្មតាអត់ស្រែកជិះចាចអត់អ្នកមួយរត់ស្ទាក់ម៉ូតូអញ្ចឹងឯងបាទតែពេលនេះវារៀងសកម្មភាពមួយដូចខ្លាចមកបាទខ្លាចបាត់បង់យើងបាទហើយអារម្មណ៍បងពេលហ្នឹងគឺខ្ញុំថត់ខ្លាំងខ្ញុំជឿដោយសារតែយើងអ្នកមើលយើងខ្លោចផ្សារប៉ុណ្ណឹងហើយតម្រាំអារម្មណ៍បងដែលគាត់នៅជាមួយលាក់គីរយៈពេល26ឆ្នាំទៀតគឺមនោចិត្តនាខ្ញុំគិតថាគឺជ្រាវជ្រៅខ្លាំងមែនតើរហូតដល់ពេលនេះខ្ញុំអត់ហ៊ានមើលទូរស័ព្ទអត់ហ៊ានមើល Facebook អត់ហ៊ានមើល Telegram បាទអត់ហ៊ានមើល chat ដោយសារតែបងប្អូនយើងអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់តម្រៃបាទគាត់ជាយាមឆាតទៅនៅខ្លះយំអ្នកខ្លះអញ្ចឹងខ្ញុំធ្វើឲ្យខ្ញុំទប់អារម្មណ៍អត់បានដែរដូចគ្នានេះជាមួយទៅគេប្រពន្ធខ្ញុំឡើងឆ្ងល់ម៉ោង3អត់ទាន់ងើបមកឡើងចូលដេកនៅដើរក្នុងផ្ទះក្នុងអីហ្នឹងអញ្ចឹងទៅជាពិសេសយប់មិញនេះគឺខ្ញុំម៉ោងចូល2:10ជាងបានខ្ញុំចូលគេងហើយគេងលក់ហ្នឹងដោយសារតែត្រូវស្រាទៀតបាទហើយម៉ោង3ខ្ញុំភ្ញាក់វិញខ្ញុំនៅតែទទួលយកទី1ខ្ញុំជាយាមគិតថាខ្លួនខ្ញុំអត់ខុសអ្វីដែលខ្ញុំនេះក៏ប៉ុន្តែគេនៅតែគិតថាខ្ញុំខុសបាទហើយទី1អានេះអត់ចិត្តបាទអត់ចិត្តថាទី1បើសិនជាខ្ញុំខុសធំដុំខ្ញុំអត់សំណោះអត់សោកស្ដាយទេបាទអានឹងខ្ញុំអត់សោកស្ដាយតែបើសិនជាខ្ញុំមិនខុសខ្ញុំនៅមានភាពសោកស្ដាយបាទសោកស្ដាយអ្វីដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានព្យាយាមធ្វើការកន្លងទៅបាទ40ឆ្នាំខ្ញុំតែលាគីតម្រេចផ្សេងទៀតគ្រាន់តែលឺសូនទាំងម៉ូតូខ្ញុំក៏មិនតែដោយសារម៉ូតូថ្មីវាអត់ទាន់លឺច្បាស់តែសម្រាប់លាគីមួយវាស្គាល់មុនហើយ